ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីកលឹះមួយដែលជួយសម្រួលដល់បងប្អូនគាត់ផុស website អញ្ចឹងបញ្ហានៃការផុស website ជាមួយនឹង Bob5 នោះគឺយើងពិបាករៀបចំ content ដោយសារនៅលើ Bob5 គឺគោលដៅរបស់យើង concept របស់យើងគឺឲ្យបងប្អូនព្យាយាមធ្វើម៉េច folder មួយជាមួយនឹង page មួយដើម្បីឲ្យវាធ្វើការដាច់ពីគ្នាទៅស្រួលធ្វើការក្នុងករណីដែលយើងដាក់ folder មួយហើយ page ច្រើនការផុសការអីហ្នឹងវារៀងញញៃព្រោះឧទាហរណ៍ថាយើងមានរូបនេះមួយជាមួយនឹងការរៀបចំ caption comment អីចឹងទៅនៅពេលដែល page ទី1ផុសរួចវានឹង move ទៅ folder fail ឬក៏ post it បើសិនជាផុសជោគជ័យដើម្បីកុំឲ្យការផុសលើក្រោយទៅវាជន់រូបដដែលអញ្ចឹងនៅពេលដែលបងប្អូនផុស website គឺបងប្អូនចង់ឲ្យថារូបនឹងមួយយើងចង់ផុសច្រើន page អីចឹងទៅតាមការរៀបចំរបស់យើងទៅព្រោះយើងខ្ជិលយកទៅដាក់ folder 1 2 3 4 5អីចឹងទៅអញ្ចឹងអ្វីដែលយើងអាចដោះស្រាយបានគឺបងប្អូនរៀបចំ folder ទៅតាម topic ឧទាហរណ៍ថា folder នេះមួយគឺបងប្អូនរៀបចំជា topic តម្រូវរូបភាពប្រភេទនេះសម្រាប់ page មួយក្រុមហ្នឹងអញ្ចឹងបងប្អូនធ្វើការ bold edit ទៅយើងដឹងពី function bold edit video មុនហ្នឹងហើយឬក៏មើល link នៅខាងក្រោមបងប្អូនអាច select LD ហើយបន្ទាប់មកយើងប្រើទៅ folder មួយហ្នឹងសម្រាប់ page ប្រហែល page នៅក្នុង LD ហ្នឹងហើយយើង apply មកវានឹង select folder ហ្នឹងហើយអញ្ចឹងនៅលើ Bob5 យើងធ្វើតែប៉ុណ្្នឹងបានហើយបើថា Bob5 គឺយើងរៀបចំតែប៉ុណ្្នឹងបានហើយអ្វីដែលយើងត្រូវធ្វើបន្តបន្ទាប់ហ្នឹងគឺយើងត្រូវរៀបចំ folder របស់យើងអញ្ចឹងដោយសារ folder នេះជា folder រួមរបស់ page មួយក្រុមធំនៅខាងនេះអ្វីដែលយើងត្រូវធ្វើហ្នឹងនៅក្នុង folder នេះគឺយើងត្រូវបង្កើត file មួយដាក់ថា not move ជាប្រភេទ text file ណាបងប្អូន text file បងប្អូនដឹងហើយដាក់ not move អក្សរធំទាំងអស់វិញចេះ not underscore move យើងមានតែ file នឹងមួយបង្កើតតែ file នឹងមួយទៅបើប្រើវានឹងចាប់ថានៅក្នុង folder នេះគឺបន្ទាប់ពីផុសរួចហើយគឺអត់មានត្រូវ move ទៅណាទៀតទេគឺផុសហើយទុកនៅនឹងផុសហើយទុកនៅនឹងទោះបីជាបងប្អូនច្រឡំ tick delete ក៏វាអត់ដែរប៉ុន្តែបងប្អូនកុំ tick អីកុំឲ្យវាច្រឡំគ្នាណាអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើលើ folder នេះបានន័យថាពេលដែលបងប្អូនផុសម្ដងហ្នឹងគឺបងប្អូនចង់ផុស content អ្វីខ្លះគឺបងប្អូនយកមកតម្លាក់នៅក្នុងនឹងទាំងអស់ហើយបន្ទាប់ពីផុសហើយគឺបងប្អូនត្រូវទៅលុបខ្លួនឯងឡើងវិញបានថាយើងអ្នកដាក់យើងអ្នកលុបយើងអ្នកយកចេញយើងអ្នកយកចូលនៅក្នុងនេះណាអញ្ចឹងឧទាហរណ៍យើងមាន10រូបសម្រាប់ page មួយក្រុមហ្នឹងអញ្ចឹងយើងតម្លាក់10អញ្ចឹងទៅ page មួយក្រុមផ្សេងយើងដាក់ folder ផ្សេងក្នុង topic ផ្សេងឬក៏រូបភាពប្រភេទផ្សេងចូលទៅក្នុងសម្រាប់ page មួយក្រុមផ្សេងបន្ទាប់ពីយើងធ្វើការ run ផុសរួចហើយមុននឹងធ្វើការ run ផុសលើក្រោយគឺយើងត្រូវទៅដករូបដកអីនៅក្នុងនឹងចេញដាក់រូបភាពថ្មីមកបានថានៅនេះយើងដៃទៅលើ folder វិញ manual ទៅលើ folder វិញហើយខ្ញុំគិតថាបងប្អូនក៏ត្រូវការ manual ដែរព្រោះធម្មតាបងប្អូនតែងតែដូររូបឬក៏ design រូបថ្មីយករូបថ្មីមកដាក់អញ្ចឹងទៅ caption ជាមួយការ comment ហ្នឹងក៏មាន link មានអីថ្មីអញ្ចឹងមកអញ្ចឹងបងប្អូនជៀសរួចពីការមកផ្លាស់ប្ដូរទេអញ្ចឹងយើងមាន photo មួយអីចឹងទៅបងប្អូនដាក់ photo 2នៅណាក៏បានដែរព្រោះនៅលើ Bob5 យើងអាច select folder ពីណាក៏បានអញ្ចឹងបងប្អូនអាចរៀបចំ folder មកដុំនៅនឹងទៅហើយនៅក្នុងត្រៃណាមួយហើយយើងទៅរៀបចំនៅនឹងធ្វើម៉េចឲ្យបងប្អូនស្រួលរៀបចំណាអ្វីដែលសំខាន់គឺបងប្អូន move ចេញលុបរូបភាពនឹងចោលក៏ដោយគឺបងប្អូនទុកអា file នេះ not move file ហ្នឹងគឺនៅក្នុងហ្នឹងអត់មានអីទេទទេស្អាតគឺទទេស្អាតសំខាន់ឲ្យតែមាន file ឈ្មោះថា not move ហ្នឹងទៅគឺវាអត់ត្រូវ move ទៅណាឬក៏លុប file របស់យើងឯងចំណាំ not underscore move អក្សរធំទាំងអស់ .txt បងប្អូនដើម្បីបញ្ជាក់វាបងប្អូនចុច property វាមកនេះឈ្មោះវាគឺបែបនេះ not move.txt មិនមែន .txt អញ្ចេះទៀតទេណា .txt តែមួយទេប៉ុណ្ណឹងទៅគឺបងប្អូនអាចឆ្នៃអញ្ចឹងបានហើយ file នៅក្នុងនេះគឺដូចបញ្ជាក់អញ្ចឹងយើង manual ទាំងអស់មិនថាយើងអ្នកយកចេញយើងអ្នកយកចូលយើងអ្នកលុបយើងអ្នក clear ចោលបើមិនអញ្ចឹងទេផុសដដែលទៀតទេណាអរគុណបងប្អូនសង្ឃឹមថាបងប្អូនអាចដោះស្រាយបញ្ហានេះបានជួយឲ្យបងប្អូនកុំឲ្យពិបាករៀបចំច្រើនអរគុណ